បាទសួស្តីបងប្អូនងាយនេតនេក៏មកស្ទូចត្រីលេងតែម្ដងតែស្ទូចលេងបានមែនណាបានឲ្យបានធំទៀតបងប្អូនហើយនេះបាទមានត្រីកាហាយត្រីក្រហមត្រីឆ្ពិនយើងទៅឲ្យយើងបានត្រីឆ្ពិនមួយទម្ងន់បាទជិត2គីឡូដែរហើយយើងមកស្ងោរជ្រក់ហ្នឹងហើយស្ងោរជ្រក់បង្ហាញបងប្អូនតិចតោះតាមពិតទៅម្ហូបស្ងោរជ្រក់នេះវាអត់មានអីពិបាកសាំញ៉ាំទេបងប្អូនហើយបាទស្ងោរដាក់ទៅគ្រឿងហើយច្បាច់ទៅក្រូចទៅប៉ុន្តែអត់ទេបងប្អូនមើលទៅបាទគឺមានជីមានខ្ទឹមបារាំងខ្ទឹមក្រហមអីចឹងណាបាទដាំទឹកឲ្យពុះហើយសម្រាប់ខ្ញុំដាំទឹកបាទដាក់ទឹកដាក់ម្ទេសគល់ក្រៃដូចបានឃើញអញ្ចឹងបាទគឺយើងប្រើម្សៅស៊ុបខ្នុរបន្តិចទៅដុំស៊ុបមួយដុំបាទប៊ីចេងទឹកត្រីគឺអត់ប្រើស្ករទេអាហ្នឹងសម្រាប់ខ្ញុំបាទឡំជូរក៏ដោយស្ងោរជ្រក់ក៏ដោយគឺអត់ប្រើស្ករទេគឺយើងចូលចិត្តបែបអញ្ចឹងតែម្ដងបាទនេះគ្រឿងក្រៅហើយវាស្ងោរជ្រក់វិញគឺបើមិនដាក់អង្គគឺវាដូចអត់សូវមានជាតិមិនទេបាទហើយវាស្ងោរជ្រក់មាន់វិញដាក់អង្គច្រើនមកបានដូចបបរមាន់អញ្ចឹងបាទទឹកពុះហើយឈ្ងុយហើយឆ្ងាញ់ហើយបងត្រីចូលទៅបាទត្រីដែលយើងស្ទូចបានហ្នឹងបាទត្រីនេះគឺជាត្រីធម្មជាតិពិតតែម្ដងបងប្អូនអើយបាទសិតតែពងតែម្ដងតែត្រីពងអញ្ចឹងអត់សូវមានខ្លាញ់ទេបាទដោយសារវាញាត់ពងណាអញ្ចឹងក្នុងពុះសបោតែពងវាអត់សូវមានខ្លាញ់ហើយបាទទឹកពុះទំនងហ្នឹងបងប្អូនអើយបាទឈ្ងុយមែនតើណាបាទឈ្ងុយបាទបញ្ចូលសម្លេងបដានឹកឃើញរសជាតិនិងក្លិនបដាបាទហើយជាចុងក្រោយគឺបង់ខ្ទឹមក្រហមចូលបាទហើយបន្ទាប់ពីខ្ទឹមក្រហមមកគឺយើងដាក់ខ្ទឹមបារាំងបាទបាទគឺយើងដាក់ខ្ទឹមបារាំងនេះវាដូចជំនួសបន្លែដែរដោយសារឆ្ងោរជ្រក់វាអត់មានបន្លែទេយើងយកខ្ទឹមធ្វើបន្លែតែម្ដងបាទបងគល់ខ្ទឹមបាទជាលើកចុងក្រោយបង្ហើយបាទឲ្យឈ្ងុយតែម្ដងបន្ទាប់មកយើងមានចានមកឬមួយក៏ឆ្នាំងអីក៏បានដែរដួសដាក់មកនេះបាទដួសឲ្យកុំភ្លេចតែស្ងោរជ្រក់បានជ្រក់អីដាក់បាទគឺយកក្រូចឆ្មាហ្នឹងឯងគេហៅថាស្ងោរជ្រក់បាទពីតូចម៉ែឲ្យស្ងោរជ្រក់សួរថាគេស្ងោរជ្រក់អីយកអីធ្វើជ្រក់តែពិតអាហ្នឹងគេហៅស្លស្ងោរជ្រក់ណាបាទស្លស្ងោរហើយច្បាច់ជូរក្រូចបងជីមកឈ្ងុយ